សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងខ្លះៗអំពីជំងឺរលាកថ្លើមប្រភេទ C ជំងឺថ្លើមប្រភេទ C នេះគឺបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ C ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវឈាមនៅពេលណាដែលយើងប្រើប្រាស់របស់ដែលមុតស្រួចដែលប្រឡាក់ជាមួយឈាមរបស់អ្នកជំងឺហើយមកប៉ះផ្លូវឈាមរបស់យើងឬក៏មុតរបស់មុតស្រួចទាំងអស់នោះគឺអាចឲ្យយើងឆ្លងជំងឺថ្លើមប្រភេទ C ពីអ្នកបន្ទប់ជំងឺថ្លើមនឹងបានហើយទី2គឺយើងឆ្លងជំងឺនឹងបានតាមរយៈការរំភេទដោយប្របានប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវឬមិនប្រើប្រាស់អីនឹងហើយទី3គឺឆ្លងពីម្ដាយទៅកូនពេលដែលម្ដាយដែលមានផ្ទៃពោះហើយគាត់មានបន្ទុកមានរលាកថ្លើមប្រភេទ C នឹងដែរគឺគាត់អាចចម្លងជំងឺនេះទៅដល់ទីរស់បានហើយជាទូទៅជំងឺថ្លើមប្រភេទ C នេះគឺវិវត្តទៅស្មុគស្មាញមែនទែនអាចបង្កយើងរលាកថ្លើមទៅជាខ្សោយថ្លើមទៅជាក្រឹមថ្លើមជាពិសេសគឺទៅជាមហារីកថ្លើមហើយបើបងប្អូនសង្ស័យថាខ្លួនឯងនឹងមានបន្ទុកមេរោគរលាកថ្លើមឬចង់ពិនិត្យសុខភាពទូទៅគឺបងប្អូនអាចមកធ្វើតេស្តសុខភាពបានចំពោះការធ្វើតេស្តរោគមេរោគរលាកថ្លើមប្រភេទ C នេះគឺមិនជាយូរទេយើងអាចធ្វើតេស្តតាមរយៈក្របឈាមឬផ្លាស្មាហើយរយៈពេលធ្វើតេស្តប្រហែលជា1ម៉ោងទៅ1ម៉ោងកន្លះព្រោះយើងត្រូវធ្វើតេស្តវាតម្លៃអំពីសុខភាពថ្លើមបន្ថែមទៀតផងដែរហើយអរគុណសម្រាប់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំ